នេះមកតើនេះសម្រាប់លាងឡានណាមេខាងច្បារអំពើគាត់យកស្អែកអានេះខ្ញុំរៀបគាត់មកឆុតអានេះមានតយោទឹកចែកទឹកចូលនេះតយោទឹកចូល1 ម៉ែត្រហើយជា1 ម៉ែត្រកន្លះហ្នឹងទៅយកទឹកចូលនេះហើយរៀងវែងខ្សែវែងតើមកមានបំពាក់មួយខ្សែ15 ម៉ែត្រខ្សែ15 ម៉ែត្រណាខ្សែថ្មីនេះ15 ម៉ែត្រអាក្រោមនេះខ្សែ15 ម៉ែត្រហើយនឹងសុងតប្រភេទចុចហ្នឹងគឺយើងដោតជាមួយនឹងខ្សែមកនេះមួលចុកខ្សែហើយយើងចុចសកត់យកតែម្ដងអត់បាក់មួលអីញញ៉ៃឯងចេះណាហើយនេះយើងជាប់មួយកៃគឺដាក់ប្រភេទល្អនេះអានេះកៃល្អកៃតុនគឺបាញ់អត់ចុកដៃឯងហើយនឹងប្រភេទដាក់ចូលអាក្របចុចមិនហ្នឹងអានេះខ្ញុំដាក់ជូនបងថ្មីបងនេះឲ្យថ្មីនៅក្នុងស្រោមនេះក្នុងស្រោមមកឆុតមានខ្សែមានសយោទឹកចូលនេះសុងតរហ័សហើយក្របទឹក4គ្រាប់នេះខ្ញុំដោតជាប់នៅនេះក្របទឹក4គ្រាប់នេះអញ្ចឹងម៉ូទ័រនេះគឺកម្លាំង2100 វ៉ាត់ពេញនឹងសម្រាប់លាងឡានបាញ់អត់ក្តៅទេគឺកម្លាំងវាមកខ្លាំងហ្មងបាញ់មកអែមលាងបាតឡានលាងអីមកឆ្ងាញ់អានេះអញ្ចឹងអរគុណច្រើនមេទៅខាងច្បារអំពៅហើយក៏ខ្ញុំមានមកឆុតទៀតអានេះឆុតរៀបម៉ាស៊ីនលាងម៉ាស៊ីនត្រជាក់អានេះកម្លាំងវា1400 វ៉ាត់ម៉ាកលូធៀនហើយនឹងហ្វមលាងម៉ាស៊ីនត្រជាក់មួយកដុងអានេះថង់លាងម៉ាស៊ីនត្រជាក់អានេះកៃរៀបសម្រាប់លាងម៉ាស៊ីនត្រជាក់តែម្ដងហើយខ្សែ15 ម៉ែត្រអានេះប្រភេទខ្សែស្រាលយកទៅលាងម៉ាស៊ីនត្រជាក់អញ្ចឹងសម្រាប់មេត្រូវការម៉ូទ័រយកទៅលាងឡានលាងម៉ាស៊ីនត្រជាក់លាងម៉ូតូអីគឺតាក់ទងមកក្រុមការខ្ញុំបានខ្ញុំមាន model Tron Star និង model Luthian នេះខ្ញុំមាន1400 វ៉ាត់1600 វ៉ាត់និង 2000 វ៉ាត់អាប្រភេទខ្លាំងដែរអញ្ចឹងមេត្រូវការមួយណាក៏បានដែរខ្ញុំរៀបមកស្អាតជិះទៅរៀបមកស្រួលហ្មងរៀបមកយកទៅលាងម៉ាស៊ីនចាក់គឺដឹងតែលាងម៉ាស៊ីនចាក់គឺតំណលាងម៉ាស៊ីនចាក់ហ្មង360 degree វិលបានអញ្ចឹងហើយបើលាងឡានគឺយកទៅលាងឡានតជាមួយកំប៉ុងហ្វមតអីគឺស្រួលអត់មានមួលអីញ៉ៃទេនេះគឺដោតផ្លាច់ទៅយកតែម្ដងអញ្ចឹងសម្រាប់មេត្រូវការអាចឆាតចូល page